សួស្ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះផងដែរខុកកណាត់កូនប៉ៅដល់អញ្ចឹងហើយសួរកូនប៉ៅថាចង់ញ៉ាំអីគេគឺចង់ញ៉ាំមីហិលតែមុនថាទៅញ៉ាំមីហិលហ្នឹងគឺនៅបោកបាច់នៅផ្ទះផ្លុំទៀនផ្លុំអីមួយសតុះអីសិនដែរអញ្ចឹងណាហើយថ្ងៃនេះផងដែរក៏បានចេញពីមីហិលហ្នឹងក៏បាននាំកូនប៉ៅចេញទៅដើរលេងព្រោះអីនៅក្រុងបាត់ដំបងរបស់ខ្ញុំហ្នឹងគេមានកម្មវិធី buffet ទុរេនចំណែកខ្ញុំបានទៅ buffet ទុរេនទេព្រោះតែថវិកាមិនគ្រប់គ្រាន់តែបានទៅលេងនៅផ្សារហ្នឹងគឺថាយើងមានកម្មវិធីនៅផ្ទះបន្តិចបន្តួចដូចជាទិញនំខេកមកហើយនឹងឲ្យផ្លុំឲ្យអីចឹងណាបងប្អូននឹងឯងនេះឯងធ្វើគ្រប់កិច្ចទេបងប្អូនអើយព្រោះអីថាមួយឆ្នាំហ្នឹងគឺកូនខ្ញុំហ្នឹងគឺទិញចាប់មាត់ទៅចង់ញ៉ាំតែនំ birthday នឹងឯងឥឡូវមកធ្វើការអុជទៀនអុជអីដើម្បីឲ្យកូនប៉ៅរបស់ខ្ញុំនឹងផ្លុំនេះសង្គុយចិញ្ចឹងនេះផ្ដាជ្រៀងផ្ដាអីផ្ដាជ្រៀងមកយលីនចា Happy birthday to you Happy birthday to you Happy birthday Happy birthday Happy birthday to you ផ្លុំទៀនណាចាហូបអេអត់មកផ្លុំទៀនអត់ប្រាថ្នាអត់ក្តីប្រាថ្នាថាម៉េចទេអត់ប្រាថ្នាអីទេប្រាថ្នាអីអត់ចង់បានអីអត់ប្រាថ្នាប្រាថ្នាឲ្យរៀនឆ្លាតឃើញថាផ្លុំមិញឲ្យគេមិនអស់ចិត្តគេតែបានប្រាថ្នាដល់ហើយក៏ផ្លុំម្ដងទៀតខ្ញុំក៏បានចាក់ចម្រៀងខ្ញុំអត់បានបើកសំឡេងទាំងស្រុងដោយសារតែយើងបើកចម្រៀងបើកអីចឹងណាខ្លាចវាចាប់សំឡេងចឹងហើយនេះប៉ាគេនេះគេជូនពរកូនឲ្យរៀនឆ្លាតមានសម្រស់ស្អាតរៀនឆ្លាតអីចឹងណាបងប្អូននឹងឯងហើយ birthday កូនមានតែប៉ុណ្្នឹងឯងហើយនេះកូនរបស់ខ្ញុំគេលើកដៃសាពះគេសាធុតែបំណងប្រាថ្នាគេហ្នឹងគេចង់បានកបោបរៀនអត់មានអីធំទេដែលអត់ហ៊ានប្រាថ្នាអីទេគឺគេចង់បានតែកបោបរៀនទេថ្ងៃ birthday គេហ្នឹងអាណិតផងហើយផ្លុំទៀនរួចរាល់នេះជាលើកទី2គេថាមួយយ៉ាងដែរនេះបងប្អូនបានតំណុំមួយប៉ុណ្ណេះអូសបាយអមកភូមិនេះបើនិយាយពីកូនក្មេងមកមិនចេះតិចសិតតែកូនក្មួយឯងនេះបន្ទាប់ពីថាយើងផ្លុំទៀនអីរួចរាល់ហើយយើងមកនេះជិះម៉ូតូមកផ្សារនេះក្រុងបាត់ដំបងដោយសារតែផ្ទះរបស់ខ្ញុំហ្នឹងវាឆ្ងាយពីក្រុងដែរចឹងណាចឹងទៅធ្វើដំណើរមកហ្នឹងរៀងយូរដែរនេះកូនចង់ញ៉ាំមីហិលបំណងប្រាថ្នាគេហ្នឹងថ្ងៃ birthday គេហ្នឹងគេចង់បានកបោបហើយនឹងញ៉ាំមីហិលនឹងឯងតែប៉ុណ្្នឹងឯងឥឡូវហើយនាំមកទៅមីហិលនៅតែនេះគឺថារសជាតិឆ្ងាញ់ខ្ញុំហូបច្រើនដងគឺថាឆ្ងាញ់អញ្ចឹងណាចឹងទៅក៏ឡាសាមកកន្លែងនេះជីញយនឹងឯងក្រៅពីកន្លែងនេះអត់សូវមកទេព្រោះកន្លែងនេះឆ្ងាញ់ហើយកូនរបស់ខ្ញុំនេះចង់ដាក់កម្រិតប្រមាណក៏ហូបបានដែរនេះអូលឹកដៃលឹកជើងដល់ឃ្លានណាស់ព្រោះខ្ញុំមិនសូវឲ្យហូបទេបងប្អូនព្រោះអីដោយសារតែមីវាមិនសូវល្អសម្រាប់សុខភាពហើយការលូតលាស់របស់ក្មេងអញ្ចឹងណាយូរមកនិយាយទៅ3 4ខែណោះបានខ្ញុំឲ្យហូបម្ដងមិនជាសូវឲ្យហូបផងហើយគេថាកូនបងនោះបញ្ញាប់បញ្ញាលហូបណាមិនដឹងតែចាប់ចកើមិនអីមិនទេព្រោះអីចកើនៅកន្លែងនេះវិញពេកសបាយម្យ៉ាងដែរបងប្អូនអើយជួបជុំគ្រួសារហូបអាហារបន្តិចបន្តួចវាមិនចំណាយលុយច្រើនអីទេបន្តិចបន្តួចទៅពេលខ្លះលុយកាក់តិចបន្តួចក៏អាចញ៉ាំងជីវិតយើងឲ្យវារីករាយដែរណាបងប្អូនមិនចាំថាឲ្យតលុយច្រើនទេណាបន្ទាប់ពីបានហូបអីហើយហ្នឹងខ្ញុំក៏បានចេញមកមើលគេនេះតាំងពីពើនេះតាំងពីពើហូបតរ៉េនហូបអីផលិតផលផ្លែឈើអីចឹងណាខ្ញុំក៏បានចេញមើលនេះតាមលើស្ពាននេះលើស្ពានមនុស្សច្រើនឡានទៅមកលើស្ពានថ្មយើងណាជីឆ្វាមកជុំដែរឃើញមាន concert ខុនអីហើយគេមកលេងច្រើនមែនទែនដោយសារតែលើកមុនគេអត់បើកឲ្យដើរជិះម៉ូតូជិះអីចេះទេបើបនអំទូកបនអីទៅលើកនេះឯងគេបើកឲ្យជិះម៉ូតូជិះអីបានសេរីព្រោះអីក៏មិនសូវមានមនុស្សអីណាស់ណាដែរមនុស្សនិយាយទៅមនុស្សកដាលអញ្ចឹងណាវាមិនកកស្ទះណែនអីចឹងណាសបាយមួយយ៉ាងដែរនេះបន្ទាប់ពីថាដើរលេងជិះម៉ូតូឆ្វែលមកជុំនេះព្រោះអីកូនខ្ញុំដល់ម៉ោង9ហើយគឺងុយហើយដល់អញ្ចឹងតែខ្ញុំបានឲ្យដើរលេងចុះដើរអីមើលអីទេកាន់តែហូបហើយជិះឆ្វែលមកជុំពីជុំហ្នឹងក៏ត្រឡប់មកផ្ទះវិញនេះ
ស្អាតមែនទែនគេដើរហើយនេះកត្រកវិលកត្រកអីហ្នឹងកូនខ្ញុំឃើញហ្នឹងទាដែរហ្នឹងណាតែអត់បានចុះឲ្យជីកព្រោះចាខ្លាចចឹងណាហើយបន្ទាប់ពីជីកពីត្រែខាងកើតមកដល់ត្រែខាងលិចឆ្វែលឡើងឆ្វែលចុះឆ្វែលឡើងឆ្វែលចុះនេះឯងនេះមើលគេស្តង់គេលក់ទំនិញនេះមានដូចជាកាបូបទៅកៅឡាក់ទៅគប់បិទប៉ោងគប់អីទៅណាហើយបន្ទាប់មកខ្ញុំក៏មកដល់ផ្ទះនេះទិញកៅឡាក់ចំនួនគីឡូនេះយកមកឲ្យកូនញ៉ាំនេះកូនខ្ញុំចូលចិត្តមែនទេមិនទៅអត់ចេះហូបទេដល់ពេលហូបយូរទៅឆ្ងាញ់ជក់មាត់ចាំកាលទៀតកន្លះគីឡូខ្ញុំចង់អស់នេះលួតអស់ភ្លាមតែហ្មងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងឯងបងប្អូនទាំងអស់គ្នាដែលស្រឡាញ់ចូលចិត្តអរគុណច្រើនជម្រាបលាបាយបាយ